mà ngày muốn cứ nhom vô sập ở khóa mùi nhom vô sập tham miên vì nhìn là khóa mùi trâu mặc nông khuôn nhom hay về thôi nhom bờ bạ đo đằng ham khăng mình tên hay nhom phim đánh về chân như không phải điểm bị sự Christ bận tay đánh ọt chân nên không dream nâng cứ nhom chăm ha nhom gì thay cast you in Jesus name tại vì ọt chân hay bật top máu về thôi nhom thấp đằng ham là hốt đau nhom nhẹ bị đê chân từ hay về nhom nhẹ bị đê hái nhomตลอดđi từ vấn thòng đà đó là pe thật lớn frame nhìn bao sót các bạn đặc nôm nhom ao tới an nơi mà co chủng pu ti bầm buồn chẳng nhom năng dậy song khai tại bờ sânต่อគ្នាcho an lùm ít ai tới mark chủng pu 4 kho 14 từ chẳng bên nó cứ miền bầm nè nôm cốn ao tới sơ pre số đầm bậy đinh vì là khọa bật tay sơ pre số ai đinh vì là khọa năng tranh bàn tề hay tọm mà tiết pre số có riêng tới cái lại nóng chẳng tới có bạn số thao ok pung cái kia ấy chẳng nó hay pe tới có miền phò mà nè nơi không vô năng dậy thao nhom bàn nôm cốn nhom đại miền vì là khọa trốn nắng ao tới sơ ba lục khủ đầm bậy đinh tranh bật tay sơ nắng ai đinh tranh bàn tề chẳng tới bạn có ao do cô năng nói chẳng có bạn số nôm thao ta hưởng nắng cả là du nữ chẳng nó chẳng coi có những tháng tăng bị tụt mầm mẹ mình năng trôi tớiไปคลา นอม វាទៅកាន់ភ្លើងไปคลา นอม វាទៅចូលទឹកព្រាមសម្រាប់វាពេលហ្នឹងឪពុកហ្នឹងក៏និយាយពីប្រមាណទៅកាន់ព្រះយេស៊ូវថាប៉ុន្តែប្រសិនបើលោកអាចធ្វើអ្វីបានសូមអាណិតមេត្តាជួយយើងខ្ញុំផងហើយពេលទៅក៏ព្រះយេស៊ូវមានបន្ទូលទៅគាត់ថាប្រសិនបើអាចឬហើយព្រះអង្គក៏បន្តទៀតថាអ្វីទាំងអស់សម្រាប់បានសម្រាប់អ្នកដែលមានជំនឿអញ្ចឹងកន្លែងហ្នឹងព្រះអង្គនឹងនិយាយស្ទើរថា What do you mean if I can And then Jesus said anything is possible if a person believe you know ភ្លាមនោះឪពុកហ្នឹងក៏ស្រែកឡើងតបទៅព្រះយេស៊ូវវិញថាខ្ញុំជឿហើយសូមជួយភាពអត់ជំនឿរបស់ខ្ញុំផងចឹងកន្លែងហ្នឹងខ24 The father instantly cried out I do believe but help me overcome my unbelief តបចង់ back story បន្តិចមករយៈក្រោយហ្នឹងគឺខ្ញុំចូលមកដល់ season ថ្មីរដូវកាលថ្មីនៅក្នុងជីវិតរបស់ខ្ញុំខ្ញុំជឿថាព្រះនឹងមានផែនការសម្រាប់ជីវិតខ្ញុំប៉ុន្តែខ្ញុំដូចមានអារម្មណ៍ថាដូចអត់សូវទុកចិត្តព្រះអង្គបន្តិចថាអូខ្ញុំត្រូវតែធ្វើអីមែនដើម្បីឲ្យព្រះអង្គជួយខ្ញុំនៅក្នុងរដូវកាលថ្មីហ្នឹងមួយថ្ងៃហ្នឹងគឺខ្ញុំតែងតែអធិដ្ឋានលោកថា Lord show me your face ព្រះអង្គឲ្យសូមបង្ហាញប្រភពព្រះអង្គឲ្យកូនឃើញផងដើម្បីកូនមានកម្លាំងដើរទៅមុខទៀតអីចឹងទៅខ្ញុំតែងតែអធិដ្ឋានចង់ឃើញមុខព្រះអង្គចង់ឃើញក្នុងយូសាប់ក៏បានអីក៏បានអញ្ចឹងណាប៉ុន្តែខ្ញុំអត់ដែលឃើញយូសាប់ឃើញព្រះអង្គសោះប៉ុន្តែប្រហែលថ្ងៃក្រោយមកខ្ញុំក៏យូសាប់ដូចអីដែលខ្ញុំបាននិយាយប្រាប់មិញអញ្ចឹងទៅហើយអញ្ចឹងទៅវាក៏បានជួយលើកទឹកចិត្តដល់ខ្ញុំខ្លាំងមែនទែនតែខ្ញុំដឹងថាអូព្រះអង្គស្ដាប់លើសេចក្តីអធិដ្ឋានរបស់ខ្ញុំប៉ុន្តែព្រះអង្គអាចនឹងអត់ឆ្លើយតបតាមអីដែលខ្ញុំចង់បានប៉ុន្តែព្រះអង្គចង់បង្ហាញខ្លួនថាព្រះអង្គស្ដាប់លើអីដែលខ្ញុំអធិដ្ឋានទៅកាន់ព្រះអង្គហើយមួយទៀតសាច់រឿងហ្នឹងគឺចង់ប្រាប់យើងថាចេះទោះបីជាពេលខ្លះយើងអត់ជឿ 100% មែនយើងគ្រាន់តែស្មោះត្រង់ជាមួយព្រះអង្គព្រះអង្គអើយខ្ញុំជឿដែរប៉ុន្តែមានអាកន្លែងខ្លះនោះខ្ញុំអត់ទាន់ជឿអញ្ចឹងជួយខ្ញុំឲ្យជឿអាកន្លែងដែលខ្ញុំអត់ជឿផងព្រះអង្គនឹងធ្វើការព្រះអង្គនឹងឆ្លើយតបព្រះអង្គនឹងបង្ហាញផ្លូវព្រះអង្គនឹងជួយយើងដើម្បីឲ្យយើងឆ្លងផុតជាមួយនឹងអាសេចក្តីដែលអត់ជំនឿដែលយើងខ្វះជំនឿហ្នឹងទៅខ្ញុំនិយាយស្មោះត្រង់ជាមួយបងប្អូនគឺតាំងពីដើមរហូតមកដល់ថ្ងៃហ្នឹងពេលដែលខ្ញុំជឿព្រះយេស៊ូវពេលដំបូងយើងជឿដែរប៉ុន្តែមានអាកន្លែងខ្លះដែលយើងអត់ជឿប៉ុន្តែព្រះអង្គតែងតែបង្ហាញការអស្ចារ្យរហូតដើម្បីឲ្យអាភាពសង្ស័យរបស់យើងហ្នឹងព្រះអង្គតែងតែ win over our doubt ខ្ញុំគិតមួយទៀតថាវាមិនមែនជាការអត់ល្អដែលយើងសង្ស័យឬក៏យើងមានអារម្មណ៍ឆ្ងល់ទៅលើជំនឿរបស់យើងហើយយើងឆ្ងល់ថាព្រះអង្គមានមែនអត់ព្រះអង្គពិតជាជួយយើងមែនអត់តើពិតជាផែនការរបស់ព្រះអត់ប៉ុន្តែបទពិសោធន៍របស់ខ្ញុំតាំងពីដើមមកពីមួយលើកទៅមួយសាច់រឿងពីមួយរដូវកាលទៅមួយរដូវកាលខ្ញុំឃើញថាព្រះពិតជាធ្វើការហើយព្រះពិតជាជួយយើងឲ្យបានយកឈ្នះពីអាការសង្ស័យរបស់យើងហ្នឹងហើយយើងតែងតែឃើញប្រពោលព្រះអង្គរហូតទោះបីជាយើងសង្ស័យព្រះអង្គមែនប៉ុន្តែព្រះអង្គអត់ insecure នៅពេលដែលយើងសង្ស័យព្រះអង្គទេព្រះអង្គតែងតែ proof យើងរហូតថា I am here with you all the time I hear every cry every prayer that you cry out to me ចឹងហើយធ្វើឲ្យយើងកាន់តែមានទំនាក់ទំនងកាន់តែស្និទ្ធកាន់តែទុកចិត្តព្រះអង្គខ្ញុំឃើញថាវាពិតជាស្រស់ស្អាតដោយសារតែជំនឿដែលខ្ញុំជឿលើព្រះយេស៊ូវគឺជាជំនឿបែបមានទំនាក់ទំនងបានន័យថាយើងអាចនិយាយគ្នាទៅវិញទៅមកមួយព្រះដូចនិយាយមួយមនុស្សជាទីស្រឡាញ់របស់យើងអញ្ចឹងព្រះជាទីស្រឡាញ់របស់យើងហ្នឹងតែងតែ proof យើងរហូតតែងតែបញ្ជាក់ប្រាប់យើងរហូតថាព្រះអង្គឮអីដែលយើងឆ្ងល់ព្រះអង្គឮអីដែលយើងសង្ស័យព្រះអង្គឮអីដែលយើងសុំហើយព្រះអង្គនឹងឆ្លើយតបតាមរបៀបពិសេសរបស់ព្រះអង្គដែលធ្វើឲ្យយើង like wow this is really from God man អញ្ចឹងទោះបីពេលខ្លះខ្ញុំនៅខ្វះសេចក្តីជំនឿមែនប៉ុន្តែមានបុរសម្នាក់នៅក្នុងគម្ពីរក៏ដូចខ្ញុំដែរថាគាត់ខ្វះសេចក្តីជំនឿដូចគ្នាប៉ុន្តែគាត់អាចអធិដ្ឋានថាព្រះអង្គអើយជួយភាពអត់ជឿរបស់ខ្ញុំផង help me overcome my unbelief ហើយព្រះអង្គពិតជាជួយឲ្យបុរសម្នាក់
នឹង overcome his unbelief មែនព្រះអង្គបានដេញវិញ្ញាណអាក្រក់ចេញពីកូនរបស់អាប់រ៉ាមអ្នកហ្នឹងគ្រាន់តែអាប់រ៉ាមអ្នកហ្នឹងស្មោះត្រង់ជាមួយនឹងចិត្តរបស់គាត់ទៅកាន់ព្រះអង្គនឹងជួយហើយព្រះអង្គអត់ដែល insecure នៅពេលដែលយើងសង្ស័យទេអញ្ចឹងនេះគ្រាន់តែជាសាច់រឿងមួយដែលខ្ញុំចង់ចែកម្លែកពីការយល់សប្តិរបស់ខ្ញុំថាពេលដែលខ្ញុំយល់សប្តិវាស៊ីគ្នាជាមួយនឹងសាច់រឿងហ្នឹងវាបង្ហាញឲ្យខ្ញុំដឹងថាអូមានម្នាក់ដែលនៅក្នុងកពីដូចខ្ញុំដូចគ្នាហើយធ្វើឲ្យខ្ញុំកាន់តែទុកចិត្តព្រះអង្គថែមទៀតហើយព្រះអង្គនឹងជួយខ្ញុំដើរឲ្យរួចផុតពីអីដែលខ្ញុំកំពុងតែភ័យខ្លាចអីដែលខ្ញុំកំពុងតែសង្ស័យអីដែលខ្ញុំកំពុងតែខ្ញុំត្រូវជួយព្រះធ្វើម៉េចដើម្បីឲ្យព្រះជួយខ្ញុំ No ព្រះអង្គអត់ត្រូវការយើងជួយព្រះអង្គត្រូវការសេចក្តីទុកចិត្តរបស់យើងហើយនៅពេលដែលយើងអត់ទុកចិត្តអាចអធិដ្ឋានទៅកាន់ព្រះអង្គត្រង់បានព្រះអង្គអើយជួយភាពអត់ទុកចិត្តរបស់ខ្ញុំផងជួយខ្ញុំឲ្យមានទំនុកចិត្តលើព្រះអង្គផងអូខេចឹងសង្ឃឹមថាវាបានលើកទឹកចិត្តបងប្អូនទាំងអស់គ្នាអ្នកដែលគាត់មិនមែនគ្រីស្ទានគាត់អាចស្ដាប់ទៅអាមួយនេះនិយាយពីអីគេនឹងវាអីគេតែបើសិនជាបងប្អូនចង់ដឹងចង់យល់ពីអីដែលខ្ញុំនិយាយមិញហ្នឹងបងប្អូនអាចគ្រាន់តែបើកចិត្តឬក៏និយាយទៅកាន់ព្រះអង្គថាព្រះយេស៊ូវព្រះអង្គជាព្រះបែបណាខ្ញុំជឿថាព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញឲ្យអ្នកទាំងអស់គ្នាស្គាល់ពីព្រះអង្គស្គាល់ពីព្រះវិញ្ញាណបរិសុទ្ធដូចខ្ញុំដែរខកពីដែលខ្ញុំអានមិញហ្នឹងខ្ញុំអានចេញពីគម្ពីរខ្មែរសកលហើយខ្ញុំជិតអានធៀបជាមួយនឹង version ច្រើនទាំងអង់គ្លេសទាំងខ្មែរទាំងចិនអីចឹងទៅចុះអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះសូមអរគុណសម្រាប់ទានពរសូមព្រះអង្គគង់ជាមួយបាយបាយ